head Paul ដែលអ្នកបែកបាក់ស្នេហាចំណាយពេលវេលាយូរខែយូរឆ្នាំហើយនៅតែបំភ្លេចគេមិនបាននៅតែជឿចាប់ដោយសារគេហ្នឹងចង់មើលវិធីកាត់ចិត្តដែលគេបានចែករំលែកមិនខ្មិចក៏នៅតែកាត់ចិត្តមិនបានក៏នៅតែបំភ្លេចគេមិនបានហ្នឹងអាចមកពីកត្តានេះកត្តាទី1គឺដោយសារអ្នកនៅមានក្តីរំពឹងនៅមានក្តីសង្ឃឹមលើរូបគេអ្នកនៅមានអាកូនចិត្តដ៏តូចមួយរបស់អ្នកនឹងទៅថាថ្ងៃណាមួយអ្នកហើយនឹងគេអាចនឹងត្រឡប់មកដូចដើមវិញគេអាចនឹងត្រឡប់មករកអ្នកវិញនៅពេលដែលអ្នកឲ្យក្តីសង្ឃឹមខ្លួនឯងបែបហ្នឹងលួចមានអាការរំពឹងបែបហ្នឹងវាទៅភ្ញួចអនុសម្បញ្ញៈរបស់អ្នកនោះហើយអនុសម្បញ្ញៈរបស់អ្នកនៅពេលដែលបញ្ជូនអានេះមកបែបហ្នឹងវានឹងធ្វើឲ្យខួរក្បាលរបស់អ្នកគឺអត់អាចផ្លេចគេឡើយចាហើយអាចចិត្តរំពឹងអាចចិត្តលួចមានក្តីសង្ឃឹមហ្នឹងវាធ្វើឲ្យអ្នកនៅអត់ស្ងៀមនៅអត់សុខទេអ្នកចង់តែដឹងពីគេចង់ឮពីគេចង់តាមដានគេអញ្ចឹងហើយទៅលួចតាមដាន Facebook ទៅលួចតាមដានគ្រប់បណ្ដាញសង្គមចង់ដឹងថាជីវិតគេឥឡូវមិនហើយអីពីហើយគេដល់ណាដល់ណីហើយគេកើតទុកទេគេមានក្តីសុខមិនអីមិនគេឬក៏គេមានអ្នកថ្មីនៅគឺយើងចង់ដឹងចង់ឮពីជីវិតរបស់គេតាមដានគេរហូតហើយអាការដែលយើងតាមដានគេរហូតក្នុងខួរក្បាលយើងគិតដល់តែគេនឹងហើយដែលវាធ្វើឲ្យយើងគឺមិនអាចផ្លេចគេបាននោះទេទោះបីជាចំណាយពេលវេលាយូរយ៉ាងណាក៏ដោយអញ្ចឹងវិធីដែលល្អកាត់អាក្តីរំពឹងនឹងចោលទៅប្រាប់ខួរក្បាលរបស់ខ្លួនឯងថាវាចាប់ហើយទំនាក់ទំនងមួយហ្នឹងគឺវាបានបញ្ចប់ហើយយើងហើយនឹងគេគឺគ្មានថ្ងៃអាចត្រឡប់មកដូចដើមវិញជាដាច់ខាតនៅពេលដែលយើងប្រាប់ខួរក្បាលយើងបែបហ្នឹងអនុសម្បញ្ញៈរបស់យើងវាជឿថាបែបហ្នឹងនោះយើងនឹងបំភ្លេចគេបានលឿនចាហើយមកកត្តាទៀតនោះគឺដោយសារមជ្ឈដ្ឋានដែលយើងនៅជុំវិញខ្លួនរបស់យើងមានន័យថាម៉េចមានន័យថាពេលខ្លះយើងកំពុងតែចង់ព្យាយាមកាត់ចិត្តពីគេហ៎ចាព្យាយាមធ្វើគ្រប់វិធីដែលស្ដាប់គេចែកម្លែកមកគឺយើងព្យាយាមធ្វើតាមដើម្បីចង់កាត់ចិត្តពីគេប៉ុន្តែចំណុចសំខាន់មួយនោះគឺដោយសារយើងព្យាយាមធ្វើចិត្តប៉ុន្តែមនុស្សជុំវិញខ្លួនយើងមជ្ឈដ្ឋានដែលយើងនៅកំពុងរស់នៅហ្នឹងគឺពោពេញទៅដោយអ្នកខូចចិត្តពោពេញទៅដោយអ្នកឈឺចាប់គេនិយាយតែពីរឿងការឈឺចាប់របស់គេជួបវិបត្តិផ្លូវចិត្តគេបោកចិត្តចេះមួយចុះពីរគេឈឺចាប់ដោយសារមនុស្សប្រុសចេះមួយចុះពីររាយរាប់ពីការឈឺចាប់របស់គេអញ្ចឹងនៅពេលដែលយើងនៅក្នុងតាមមជ្ឈដ្ឋានបែបហ្នឹងស្ដាប់តែរឿងការឈឺចាប់របស់គេយើងក៏គ្មានថ្ងៃជាសះរបួសដួងចិត្តរបស់យើងដែរមានន័យថាដូចយើងមានតបៅអញ្ចឹងតែយើងមានតបៅយើងកំពុងតែព្យាយាមផ្សះតបៅរបស់យើងប៉ុន្តែនៅពេលដែលយើងចង់ផ្សះដូចមានគេមកឆ្កាស់ឡើងវិញរហូតដូចមានន័យថានៅពេលដែលយើងព្យាយាមធ្វើចិត្តហើយយើងទៅស្ដាប់រឿងការឈឺចាប់របស់អ្នកផ្សេងហ្នឹងវានឹកដល់រឿងរបស់យើងរហូតទៅស្ដាប់អាកំពុងតែខំចង់ធ្វើចិត្តហើយទៅស្ដាប់រឿងគេមកយើងចូលរឿងខ្លួនឯងរហូតយើងមកឆ្កោះអាតបៅដែលយើងធ្លាប់ឈឺនឹងរហូតអញ្ចឹងដល់ពេលដែលគេឆ្កោះរហូតទៅបីយើងព្យាយាមព្យាបាលយ៉ាងណាក៏ដោយក៏ព្យាបាលមិនជាដែរព្រោះគេមានគេយកមកឆ្កោះអាតបៅនឹងរហូតអញ្ចឹងហើយវាអត់មានថ្ងៃធ្វើយើងជាសះបានទេតបៅនឹងត្រឡប់មកវិញដូចគ្នានៅពេលដែលយើងព្យាយាមធ្វើចិត្តកាន់ចិត្តក៏ពិតមែនប៉ុន្តែយើងបែរជាទៅក្នុងមជ្ឈដ្ឋានដែលពោពេញទៅដោយអ្នកឈឺចាប់ស្ដាប់គាត់និយាយរាល់ថ្ងៃញឹកញយតែរឿងកាយឈឺចាប់តែរឿងវិបត្តិផ្លូវចិត្តហ្នឹងវាធ្វើឲ្យអាលឺនមករឿងរបស់យើងវាធ្វើឲ្យយើងហ្នឹងគឺអត់ងាយនៅក្នុងការធ្វើចិត្តបានឡើយអញ្ចឹងហើយបានជាយើងចំណាយពេលវេលាយូរខែយូរឆ្នាំហើយនៅតែមិនអាចបំភ្លេចគេបាននៅតែមានការឈឺចាប់ដោយសារគេទៀតគឺដោយសារហេតុផលហ្នឹងអញ្ចឹងវិធីកែដែលល្អគឺយើងត្រូវដកខ្លួនយើងចេញពីមជ្ឈដ្ឋានមួយហ្នឹងចាយើងអត់បានស្អប់គាត់យើងអត់បានរើសអើងគាត់ទេប៉ុន្តែនៅក្នុងខណៈពេលវេលាហ្នឹងផ្លូវចិត្តរបស់យើងគឺជារឿងសំខាន់យើងត្រូវការព្យាបាលបេះដូងផ្លូវចិត្តរបស់យើងសិនយើងដកឃ្លាពីពួកគាត់សិនកុំទៅស្ដាប់កុំទៅចូលរួមពិភាក្សាជាមួយពួកគាត់ពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវទាំងឡាយណាដែលស្ដាប់ហើយធ្វើឲ្យយើងឈឺចាប់ស្ដាប់ហើយធ្វើឲ្យយើងនឹកដល់រឿងឈឺចាប់នឹកដល់រឿងសែតកន្លងមកហ្នឹងគឺយើងដកខ្លួនចេញពីរឿងទាំងអស់ហ្នឹងហើយយើងអាចទៅខ្សែគប់ឬក៏ទៅនិយាយជាមួយមនុស្សណាដែលនិយាយហើយយើងមានតែកម្លាំងចិត្តនិយាយជាមួយហើយធ្វើឲ្យយើងសុខចិត្តអាហ្នឹងយើងទៅខ្សែគប់ពួកគាត់ទាំងអស់ហ្នឹងវិញចាបញ្ជាក់ណាគឺយើងអត់បានរើសអើងទេប៉ុន្តែនៅក្នុងគណៈពេលវេលាហ្នឹងគឺផ្លូវចិត្តយើងសំខាន់បំផុតយើងត្រូវការព្យាបាលផ្លូវចិត្តរបស់យើងសិនអញ្ចឹងដកខ្លួនរបស់យើងចេញពីមជ្ឈដ្ឋានកន្លែងដែលនិយាយតែរឿងការឈឺចាប់ដាច់បាក់ស្នេហាហ្នឹងមកខ្សែគប់អ្នកណាដែលគេនិយាយតែរឿងភាពរីកចម្រើននិយាយឲ្យសុបាយចិត្តនិយាយឲ្យផ្ដល់នៅកម្លាំងចិត្តវិញណាហើយមួយទៀតគ្រប់ពេលវេលាទាំងអស់របស់យើងហ្នឹងឈប់ទៅផ្ដោតលើគេចង់គេមិនទៀតអ្វីដែលយើងត្រូវផ្ដោតប្រាប់គ្រូក្បាលខ្លួនឯងរាល់ថ្ងៃបើកភ្នែកឡើងមកនិយាយប្រាប់ខ្លួនឯងហ្នឹងគឺរឿងរបស់ខ្លួនឯងផ្ដោតលើខ្លួនឯងជាសំខាន់បំផុតនៅពេលដែលគ្រាន់តែបើកភ្នែកមករហូតទៅដល់ពេលយើងចូលគេវិញយើងគិតតែរឿងខ្លួនឯងមានន័យថាបើកភ្នែកមកយើងចាប់តាមគិតបាត់ហើយអូអញត្រូវធ្វើអីថ្ងៃហ្នឹងអញត្រូវធ្វើអីដើម្បីឲ្យរាងកាយរបស់ឯងសុខភាពល្អមានសុខភាពល្អអញត្រូវធ្វើអីដើម្បីឲ្យមានផ្លូវចិត្តដែលសុបាយរីករាយធ្វើឲ្យអញត្រូវធ្វើម៉េចដើម្បីឲ្យខ្លួនឯងមានក្តីសុខជាងហ្នឹងអញត្រូវធ្វើម៉េចដើម្បីឲ្យខ្លួនឯងស្អាតជាងហ្នឹងត្រូវទៅ take care ខ្លួនឯងតបពីចុងជើងដល់ចុងសក់របៀបម៉េចមើលថែខ្លួនឯងឲ្យល្អរបៀបម៉េចត្រូវធ្វើម៉េចដើម្បីឲ្យការងារនឹងរីកចម្រើនត្រូវធ្វើម៉េចដើម្បីរកលុយឲ្យបានច្រើនណានិយាយរួមទៅគឺគ្រប់ពេលវេលា24ម៉ោងរបស់យើងហ្នឹងគឺយកមកផ្ដោតលើតែរឿងយើងទេគិតដល់តែរឿងខ្លួនឯងទេនៅពេលដែលយើងធ្វើបែបហ្នឹងយកពេលវេលាទាំងអស់មកផ្ដោតលើរឿងខ្លួនឯងបែបហ្នឹងគឺយើងអត់មានពេលវេលាទៅខ្វល់ពីរឿងអ្នកណាឬក៏ទៅឈឺចាប់រឿងស្នេហាឬក៏ទៅគិតពីម្នាក់ហ្នឹងទៀតទេនេះគឺជាវិធីដែលល្អបំផុតដែលធ្វើឲ្យអ្នកហ្នឹងគឺកាត់ចិត្តពីគេបានចាអញ្ចឹងសម្រាប់អ្នកដែលប្រើពេលវេលាយូរខែយូរឆ្នាំហើយបំភ្លេចគេនៅតែបំភ្លេចមិនបានហ្នឹង
អាចមកកែនៅពីកតានឹងចាញ់កែឲ្យធ្វើដោយដែល Diva និយាយអញ្ចឹងព្យាយាមផ្ដោតយកពេលវេលាផ្ដោតមកលើតែរឿងខ្លួនឯងទៅបានហើយចឹងនៅក្នុងคลิปវីដេអូនេះ Diva មានប៉ុណ្ណឹងបើសិនជាអ្នកគិតថាវីដេអូនេះល្អមានប្រយោជន៍កុំភ្លេច like និង share ចែករំលែកឲ្យបានច្រើនផងហើយជួបជាមួយនឹងខ្ញុំ Diva នៅវីដេអូក្រោយទៀតចា៎បាយបាយ